ពីថ្ងៃនេះឃើញថាមេឃដូចមិនសូវជាល្អទេលាកភ្លៀងលាកអាលឹមមេឃមិនសូវជាបើកថ្ងៃប៉ុន្មានទេចាចឹងហើយនឹកឃើញស្លក្តៅសម្រាប់ហូបនៅបាយថ្ងៃត្រង់ណាហើយបន្លែនោះគឺជាក្តាតនេះគឺយើងដាំនៅផ្ទះខ្លួនឯងចាហើយយើងបកសឲ្យស្អាតទៅយកទៅលាងទឹកឲ្យស្អាតយើងដំខ្លីៗដូចខ្ញុំនឹងមកធ្វើឲ្យសម្លរបស់យើងវាចូលជាតិបានល្អបន្លែហើយត្រីយើងថ្ងៃនេះបានប៉ុណ្្នឹងឯងចាយើងទុកមួយចំណែកទុកសម្រាប់ប្រឡាក់សម្រាប់អាហារពេលល្ងាចចាមួយចំណែកទៀតយើងស្លនៅថ្ងៃត្រង់តែម្ដងហើយពីត្រីនេះគឺខ្ញុំមើលកនអញ្ចឹងដើម្បីយកស្លទៅឲ្យចូលជាតិបានល្អហើយយើងដាក់ដាំទឹកដាក់អំពិលខ្ចីចូលទៅចាមួយខែនេះសម្បូរអំពិលខ្ចីស្ទឹងស្លអំពិលខ្ចីនឹងត្រូវមែនទែនទឹកយើងពុះហើយយើងជ្រុំប្រហុកយើងដាក់បន្លែចូលចាហើយត្រីនឹងយើងកុំកូរកាលណាកូរធ្វើឲ្យសម្លរបស់យើងមានក្លិនឆ្អាបទុកឲ្យឆ្អិនសិនណាចាំយើងដាក់បន្លែចាហើយសម្លនេះឃើញថាអ្នកផ្ទះខ្ញុំគឺគាត់ញ៉ាំបានគ្រប់គ្នាចាមិនថាតកូនមិនថាតលោកឪពុកទេចាយើងមានក្តាមបន្តិចដាក់ដើម្បីយកបង្កើនរសជាតិចាឥឡូវសម្លរបស់យើងចិត្តឆ្អិនហើយយើងមិនថែមជាមួយនឹងរះព្រៅចាអូយរនឹកនិយាយមិនចង់ឃើញចាឃើញតែសម្លរបស់យើងទំនងមែនតើណាចាហើយក៏សម្លក្តាប់យើងថែមជាមួយទឹកត្រីបន្តិចទៅដើម្បីឲ្យសម្លយើងកាន់តែឈ្ងុយចាហើយថែមជាមួយនឹងចុងក្រោយក៏ថែមជាមួយនឹងខ្ទឹមស